បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នានិងសូមស្វាគមន៍មកកាន់ប្រធានបទនៃការចែករំលែកពី VMessenger Media នៅក្នុងថ្ងៃនេះផងដែរអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំនឹងមកបង្ហាញអំពីការដំឡើងតួអង្គចូលទៅក្នុងកម្មវិធី Cartoon Animator ហើយនឹងមួយទៀតខ្ញុំក៏នឹងបង្ហាញអំពីការទាញយកតួអង្គចេញពីកម្មវិធី Cartoon Animator និងដើម្បីអាចចែករំលែកទៅកាន់អ្នកផ្សេងបានផងដែរអញ្ចឹងយើងអាចចាប់ផ្ដើមបានជាដំបូងយើងអាចមកស្គាល់សិនថាយើងអាចសម្គាល់ទៅលើ file តួអង្គបានបែបណាអញ្ចឹងសម្រាប់ file តួអង្គយើងមើលមកខាងចុងវានេះគឺវាមានខាងចុងគឺ .ct tbacktor គឺ ct គឺ ct t vector នៅត្រង់នេះអញ្ចឹងយើងអាចចំណាំបានបែបនេះគឺជាប្រភេទតួអង្គបើសិនជាយើងមើលអត់ឃើញនៅត្រង់នេះទេយើងអាចបង្ហាញវាបានអញ្ចឹងយើងចូលទៅកាន់កន្លែង view យើងសូនេះមកអញ្ចឹងយើងបើកកន្លែង file name extension នេះមកអញ្ចឹងគឺវានឹងចេញផ្នែកខាងចុងនេះហើយគឺវាជាប្រភេទ file បែបណាបើអញ្ចឹងត្រង់នេះគឺជាប្រភេទ file តួអង្គបើអញ្ចឹងយើងអាចចាប់ផ្ដើមបានដោយការដំឡើងទៅលើ file តួអង្គគឺត្រង់នេះលោកគ្រូមាន2អញ្ចឹងខ្ញុំអាចចូលទៅកាន់កម្មវិធីតុក្កតាយើងសិនមកគឺ Cartoon Animator file នេះអញ្ចឹងនៅក្នុងការដំឡើងគឺយើងដំឡើងចូលទៅកាន់ផ្នែក custom វាជាប្រភេទតួអង្គអញ្ចឹងសម្រាប់ប្រភេទតួអង្គគឺយើងដំឡើងនៅក្នុង folder actor នៅទីនេះអញ្ចឹងយើងទម្លាក់មើលមកអញ្ចឹងយើងអាចដាក់នៅក្នុង folder human ក៏បានឬក៏ folder animal នេះក៏បានដែរអញ្ចឹងថាខ្ញុំដាក់នៅក្នុង folder human អញ្ចឹងនៅក្នុងនេះយើងចុចចូលមកអញ្ចឹងបើសិនជាយើងចង់ដាក់នៅខាងក្រៅយើងអាចបញ្ចូលវានៅខាងក្រៅនេះបានឬក៏យើងចង់ដាក់វាចូលទៅក្នុង folder ណាមួយអញ្ចឹងយើងអាចដាក់ចូលបាននៅត្រង់នេះឬយើងអាចបង្កើតជា folder ថ្មីក៏បានដែរយើងបង្កើត sub folder នេះមកយើងដាក់ឈ្មោះឲ្យជា OK ទៅគឺវានឹងបង្កើតនៅក្នុងនេះហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់នៅក្នុង folder actor មួយនេះអញ្ចឹងដើម្បីបញ្ចូលឬក៏ដំឡើងទៅលើតួអង្គអញ្ចឹងយើងអាចគ្រាន់តែ select ទៅលើ file តួអង្គរបស់យើងអាច select ទាំងអស់ក៏បានដែរបែបនេះហើយយើងអាចទាញចូលមកក្នុង folder នេះតែម្ដងក៏បានដែរយើងទាញមកអញ្ចឹងនៅត្រង់នេះដោយសារវាមានដូចគ្នាអញ្ចឹងគឺវាលោតមកបែបនេះអញ្ចឹងលោកគ្រូបិទវិញទៅដោយសារលោកគ្រូមានរួចហើយនៅក្នុងនេះអញ្ចឹងលោកគ្រូអាចសាកដាក់នៅក្នុង folder ផ្សេងអញ្ចឹងតើបានអត់អញ្ចឹងតើថាលោកគ្រូដាក់នៅក្នុងនេះអញ្ចឹងគឺវាចូលមកធម្មតាដោយសារនៅទីនេះគឺវាអត់មានតួអង្គដូចគ្នាទេអញ្ចឹងខ្ញុំអាចលុបវាចេញវិញទៅដោយសារខ្ញុំអត់ត្រូវការទេអញ្ចឹងខ្ញុំទាញ select ចុចមកស្ដាំហើយ delete ទៅគឺវានឹងលុបចេញហើយបាទអញ្ចឹងនេះគឺជាការដំឡើងទៅលើ file តួអង្គហើយនឹងមួយទៀតសម្រាប់ការទាញយកតួអង្គចេញពីកម្មវិធីដើម្បីយើងអាចចែករំលែកទៅកាន់អ្នកផ្សេងគឺងាយស្រួលទេយើងអាចចុច select ទៅលើតួអង្គនៅក្នុងកម្មវិធីតុក្កតារបស់យើងនេះហើយយើងទាញវាយកទៅដាក់នៅក្នុង desktop ឬក៏នៅក្នុង folder របស់យើងក៏បានដែរគឺបែបនេះអញ្ចឹងគឺចូលមកហើយទាញចូលមកអញ្ចឹងបែបនេះគឺយើងអាចយកវាទៅដាក់នៅក្នុងកុំព្យូទ័រផ្សេងឬក៏យើងអាចផ្ញើទៅកាន់អ្នកផ្សេងប្រើប្រាស់បានផងដែរអញ្ចឹងគឺមានតែប៉ុណ្នេះទេទៅលើការទាញយកនិងការដំឡើង file តួអង្គនៅក្នុងកម្មវិធី Cartoon Animator បាទសូមអរគុណអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញត្រឹមប៉ុណ្នេះទេហើយយើងនឹងជួបគ្នាជាបន្តទៅលើប្រធានបទចែករំលែកក្រោយៗទៀតផងដែរ